5,000ដែរតែយកទៅបងប្អូនអើយភាសាយើងនៅផ្ទះមិនធ្វើស្អីដែរថ្ងៃហ្នឹងខ្ញុំមានការងារថ្មីទៀតហើយគឺអ៊ំស្រីម្នាក់ដែលស្រឡាញ់ហ្នឹងគាត់ហៅខ្ញុំទៅផ្ទះគាត់ឲ្យបេះល្ហុងឲ្យគាត់នេះចឹងហើយខ្ញុំនឹងសុកជានោះចំថ្ងៃអាទិត្យក៏នាំគ្នាទៅបងប្អូនហើយល្ហុងគាត់ក៏ដើមខ្ពស់ម៉ែលោកអើយល្ហុងនេះមិនដឹងជាប៉ុន្មានឆ្នាំប្រមុនទេហើយខ្ញុំពេលដែលខ្ញុំបេះល្ហុងហ្នឹងគឺសប្បាយចិត្តខ្លាំងមែនតើដែលខ្ញុំបានឃើញស្លឹកតើយបងប្អូនចឹងហើយក៏ខ្ញុំថានៅពេលដែលខ្ញុំត្រូវការស្លឬក៏ត្រូវការធ្វើផ្អែមអីខ្ញុំបេះបានអត់គាត់ថាបេះទៅបេះបានកូពេចឹងហើយស្លឹកតើយនៅស្រុកឥណ្ឌានេះបងប្អូនអើយមានតម្លៃណាស់បើសិនគេយកទៅលក់គេសិតរាប់ស្លឹកខ្ញុំធ្លាប់ទៅជួបម្ដងនៅផ្សារធម្មជាតិដែលថាឆ្ងាយពីផ្ទះខ្ញុំគួសមហ្នឹងខ្ញុំទិញម្ដងសិតតែរាប់ស្លឹកថ្លៃគួសមមិនថោកប្រហែលទេហើយចំពោះរហុងបងប្អូនក៏វាដើមពោះពេកចឹងទៅខ្ញុំបេះមិនបានទេអ៊ំស្រីថាបេះមិនបានឲ្យទៅយកចដើទៅចាំគាត់ជួយលើកជួយអីអាចចដើធ្ងន់ទៀតហើយខ្ញុំឯងឃើញបងប្អូនឃើញនៅក្នុងវីដេអូចង់សរសៃខ្លួនឯងដែរវានឹងធ្លាក់លើអាកម្មចដើហ្នឹងហើយល្ហុងហ្នឹងបេះតម្រាំបានបងប្អូនឡើងយូររុនផងអីផងនេះហើយធំទៀតហ្នឹងអ៊ំស្រីថាចេះបេះអស់មកកុំទុកអីតែទុកនឹងបងស្វាញ៉ាំអស់ហើយស្វានៅស្រុកឥណ្ឌាបងប្អូនអើយគឺឆ្លាតខ្លាំងមែនតែម្ដងអាល្ហុងខ្ចីគាត់មិនបែបតៃទេឲ្យតែឃើញស្គៀលមិនតាន់គឺដឹងគាត់លោតទម្លាក់ខ្លួនណាព្រោះនៅលើដបូផ្ទះគាត់មានស្វាធំវែងណាបងប្អូននេះល្ហុងនេះអូយល្អខ្លាំងមែនតើបងប្អូនផ្អែមឆ្ងាញ់ណាស់ហើយនៅពេលដែលគាត់បេះហ្នឹងនិយាយទៅគាត់មិនត្រឹមតែឲ្យលើខ្ញុំ5,000ទេគាត់ឲ្យល្ហុងខ្ញុំពី3ផ្លែឲ្យខ្ញុំណាបានល្ហុងមកអាធំនោះគឺឈ្ងុយឆ្ងាញ់ខ្លាំងមែនតើតែម្ដងក៏ចែកម៉ែក្មេកណាទៅបន្ទាប់មកទៀតក៏ខ្ញុំរៀបចំបោកក្អៅម្ដងប្រហែលថ្ងៃមិនសូវបានបោកក្អៅទេបងប្អូនអើយក៏កិច្ចខ្លាំងណាស់ជាពិសេសក្អៅសុកជាប៉ុន្តែมันជាអ្វីទេដោយសារខ្ញុំមានជំនួយការពិសេសបងប្អូនគឺសាប៊ូបោកគក់ណាថាបងប្អូនដែលខ្ញុំបានយកពីស្រុកខ្មែរហើយជាផលិតផលរបស់ខ្មែរចាំម្កាទៀតក៏ដាក់តាមមួយក្របរួចជាការស្រេចតែម្ដងហើយដល់ពេលក្អៅសុកជាខ្លះដែលថាយើងដាក់ម៉ាស៊ីនមើលទៅវាមិនស្អាតចឹងហើយខ្ញុំយកបោកដៃហ្មងទៅព្រោះពេលខ្លះនៅពេលក្អៅប្រឡាក់ខ្លាំងពេកយើងបោកម៉ាស៊ីនក៏មិនស្អាតដែរនិយាយទៅសាប៊ូណាថាបងប្អូនអើយគឺជំរះក្អៅបានល្អណាស់ហើយជានេះជាភ័យរបស់គាត់បើសិនជាបងប្អូនជំនាញចំណាប់អារម្មណ៍ហើយខ្ញុំណាក៏នឹកឃើញថាបងប្អូនជាច្រើនគាត់ខមមិនប្រាប់ខ្ញុំថាម៉ាក់សុកជាមើលថែកូនផងកូនសាច់អត់ស្អាតទេពណ៌សម្បល់ប្រភេទស្បែកក្រៀមអីចឹងទៅផ្លែជាខ្វះអាហាររូបធម្មគួររកតែម្ហូបអាហារណាល្អសម្រាប់កូនយើងទៅជាពិសេសបន្លែព្រោះនិយាយថាសុកជាអត់ចូលចិត្តណាំបន្លែចឹងទៅបងឯងគួរតែរៀនស្ងោររៀនអីខ្លះទៅព្រោះខ្ញុំតាមដានវីដេអូបងឯងមិនដែលឃើញស្ងោរទេភាគច្រើនជូរគ្រឿងចឹងទៅឬក៏ចៀនឆាចៀនចឹងទៅមិនដែលមានបន្លែបើកូនមិនញ៉ាំបន្លែបងឯងស្ងោរបន្លែឲ្យលួយចឹងទៅឲ្យគាត់ហត់ជាទឹកមកទៅអញ្ចឹងហើយក៏ខ្ញុំធ្វើតាមបងប្អូនហើយដល់ពេលស្ងោរបស់ខ្ញុំបងប្អូនហើយខ្ញុំមិនដឹងជាស្ងោឲ្យពិតប្រាកដព្រោះបន្លែគ្រប់មុខចម្រោះខ្ញុំដាក់ថាបន្លែចាប់ឆាស្ងោចាប់ឆាយចម្រោះហ្មងទៅបងប្អូនព្រោះខ្ញុំមានសល់បន្លែទូទឹកកកឲ្យតែមានស្អីនៅក្នុងទូទឹកកកខ្ញុំយកដាក់ទាំងអស់មានអានងតិចទៅមានល្ពៅតិចទៅហើយក៏មានផ្ទីដែលខ្ញុំទិញពីផ្សារអស់$1,500ខ្លះរាប់អាមេរិក USA លុយខ្មែរហ្នឹងឯងអញ្ចឹងបន្ទាប់ពីរៀបចំបន្លែហើយអញ្ចឹងទៅក៏ខ្ញុំចាប់ដើមចិញ្ច្រាំនេះខ្ញុំចង់ចេញចិញ្ច្រាំសាច់ជ្រូកបងប្អូនចាំនិយាយចង់ចេញហើយសាច់ជ្រូកខ្ញុំទិញពីផ្សារបងប្អូននិយាយទិញមកហ្នឹងគេកាត់កង់ជាស្រេចខ្ញុំប្រាប់គេអត់តន់ណាហើយនៅស្រុកឥណ្ឌាគឺអញ្ចឹងបងប្អូននៅពេលយើងទិញសាច់ជ្រូកដឹងតែគេកាត់ឲ្យយើងកង់តែហ្មងគេថាគេទម្លាប់អញ្ចឹងហើយចំពោះសាច់ជ្រូកខ្ញុំបានយកទៅច្រាំហើយអញ្ចឹងទៅប៉ុន្តែការច្រាំរបស់ខ្ញុំបងប្អូននិយាយទៅខ្ញុំជាមនុស្សខ្ជិលខ្ញុំមិនល្អប្រហែលទេរឿងច្រាំសាច់ជ្រូកជាផ្សារកំបិតមិនសូវមុតក៏ខ្ញុំយកហ្មងទៅហើយមួយទៀតមិនសមខ្ញុំទៅម៉ាសាផ្ទះមិត្តភ័ក្ដិម៉ែក្មេកខ្ញុំហ៎ដល់ពេលគេអត់ព្រមមកម៉ាសាទៅផ្ទះយើងខ្ញុំត្រូវទៅផ្ទះគាត់គេប្រាប់ទៅម៉ាសាយកក្រែទៅផងមានអីបងប្អូនឲ្យយូរក្រែផងទៅឡើងហើមស្មាមកជាហៀងដៃក៏ឈឺអញ្ចឹងហើយនៅពេលច្រាមទៅជុកឈឺខ្លាំង